រុនសុស្ដីទស្សនិកជននិងប្រិយមិត្តសារព័ត៌មាននគរត្រាហ្គនជាទីមេត្រីថ្ងៃនេះថ្ងៃច័ន្ទ11កើតខែមិគស័កឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី1ខែធ្នូឆ្នាំ2025ខ្ញុំបាទកសុផារតសូមជូនមេត្តាព័ត៌មានដូចតទៅព័ត៌មានជាតិឧបនាយករដ្ឋមន្ត្រីកើតរិទ្ធអញ្ជើញប្រកាសចូលកាន់មុខតំណែងលោកមាសច័ន្ទពិសិដ្ឋជាព្រះរាជអាជ្ញានៃអយការអមសាលាដំបងខេត្តបាត់ដំបងនគរបាលខេត្តស្ទឹងត្រែងប្រមូលក្មេងៗសរុប24នាក់ស្រី4នាក់ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្រុមក្មេងទំនើងរហស្សនាមវត្តក្នុងWK មុខសាលាអនុវត្តកម្លាំងនគរបាលរាជធានីភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនបាន7នាក់ព័ត៌មានអន្តរជាតិឥណ្ឌូនេស៊ីនឹងបិទអណ្ដូងរ៉ែមាសខុសច្បាប់ចំនួន1400ទីតាំងនៅក្នុងអូសៀនជាតិរដ្ឋាភិបាលថៃបានលាក់បាំងតួលេខស្លាប់ពីគ្រោះទឹកជំនន់ទុកចិត្ត Coffee and Tea មានលក់អាហារសម្រន់និងភេសជ្ជៈជាច្រើនមុខក្នុងការផ្ដល់ជូននូវសេវាកម្មជូនអតិថិជនដ៏ល្អជាមួយរសជាតិកាហ្វេនិងអាហារដ៏ឈ្ងុយឆ្ងាញ់ធ្វើឲ្យស្រស់ស្រាយពេញមួយថ្ងៃហាងទុកចិត្ត Coffee and Tea យើងខ្ញុំចាប់បើកពីម៉ោង7ព្រឹកដល់ម៉ោង7យប់រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍សូមទំនាក់ទំនងលេខទូរស័ព្ទ093 597 168ព័ត៌មានជាតិឧបនាយករដ្ឋមន្ត្រីកាត់រិទ្ធអញ្ជើញប្រកាសចូលកាន់មុខតំណែងលោកមាសច័ន្ទពិសិដ្ឋជាព្រះរាជអាជ្ញានៃអយការអមសាលាដំបងខេត្តបាត់ដំបងនារសៀលថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025លោកកាត់រិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធធបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយការអមសាលាដំបងខេត្តបាត់ដំបងដោយលោកមាសច័ន្ទពិសិដ្ឋពីព្រះរាជអាជ្ញានៃអយការអមសាលាដំបងខេត្តសៀមរាបមកជាព្រះរាជអាជ្ញានៃអយការអមសាលាដំបងខេត្តបាត់ដំបងនិងលោកកៅសុជាតិពីព្រះរាជអាជ្ញានៃអយការអមសាលាដំបងខេត្តបាត់ដំបងទៅជាព្រះរាជអាជ្ញានៃអយការអមសាលាដំបងខេត្តកំពង់ចាមវិញពិធីនេះត្រូវបានធ្វើឡើងនៅក្នុងបរិវេណសាលាដំបងខេត្តបាត់ដំបងដោយបានការចូលរួមពីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចក្រមលោកសុកលូអភិបាលខេត្តបាត់ដំបងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទនិងមន្ត្រីជាច្រើនរូបក្នុងឱកាសនោះលោកសុកលូបានថ្លែងអំណរគុណដល់លោកកៅសុជាតិអតីតព្រះរាជអាជ្ញានៃអយការអមសាលាដំបងខេត្តដែលបានបំពេញតួនាទីភារកិច្ចមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ផ្នែកមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាននៅខេត្តបាត់ដំបងលើក្របខ័ណ្ឌកិច្ចការតុលាការនិងយុត្តិធម៌សង្គមលោកអភិបាលខេត្តសង្ឃឹមជឿជាក់ថាលោកមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញានៃអយការអមសាលាដំបងខេត្តដែលទើបចូលកាន់មុខតំណែងនិងយកចិត្តទុកដាក់បំពេញការងារតាមសមត្ថកិច្ចជំនាញនិងវិជ្ជាជីវៈក្រមសីលធម៌ការងាររបស់ខ្លួនឲ្យទទួលបានជោគជ័យតាមបំណងប្រាថ្នារបស់ស្ថាប័ននិងបានផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋក្នុងខេត្តឲ្យបានល្អប្រសើរចាក់ជាពុំខានជាមួយគ្នានោះឧបនាយករដ្ឋមន្ត្រីកាត់រិទ្ធបានគូបញ្ជាក់ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើការកែតម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ស្របតាមយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1របស់រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកតេបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការពន្លឿនការដោះស្រាយសំណុំរឿងនិងភាពមិនប្រក្រតីតាមតុលាការឧបនាយករដ្ឋមន្ត្រីបានផ្ដាំផ្ញើជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពនិងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាពសុចរិតភាព
ដោយត្រូវប្រកាន់ខ្ជាប់នៅអនាគតិធម៌ទាំង4និងសុគតិធម៌ទាំង5នៅពេលជំនុំជម្រះក្តីនិងអភិក្រមដ៏ថ្លៃថ្លាទាំង5រួមមានឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាលនិងវះកាត់ដើម្បីឲ្យការកែតម្រង់វិស័យយុត្តិធម៌ទទួលបានជោគជ័យលើសពីនេះទៅទៀតត្រូវពង្រឹងនិងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពធនធានមនុស្សចំពោះថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីរាជការក្រមអាវ៉ាត់ទាំងផ្នែកបច្ចេកទេសសម្ដៅដល់ការបំពេញភារកិច្ចលើកកម្ពស់យុត្តិធម៌សង្គមនិងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌នៅកម្ពុជារាយការណ៍ពីខ្ញុំបាទសុផា ដំណឹងពិសេសដល់អតិថិជនដែលតែងតែគ្រប់គ្រងលើសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនវរៈបុណ្យធម្មឥឡូវនេះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 5% ភ្លាមតែម្ដងនៅពេលដែលលោកអ្នកធ្វើការទិញសំបុត្រតាមរយៈកម្មវិធី VET និងគេហទំព័រ www.warebuntham.com ព័ត៌មានជាតិនគរបាលខេត្តស្ទឹងត្រែងប្រមូលក្មេងៗសរុប24នាក់ស្រី4នាក់ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋអនុវត្តគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍សុថេតអគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមការណែនាំរបស់លោកសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងដែលយប់រំលងអត្រាឈានចូលថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025លោកឧត្តមសេនីយ៍តូសេរីបុត្រសត្យាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យកម្លាំងអន្តរាគមន៍ចលបាតដល់ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈភីសក៏បានប្រទះឃើញក្មេងៗចំនួន3ក្រុមកំពុងតែជួបជុំប្រមូលផ្ដុំពពាក់ពពូនគ្នាខ្លះផឹកស៊ីខ្លះលេងបៀខ្លះអង្គុយចុចទូរស័ព្ទដែលទង្វើទាំងនេះធ្វើឲ្យខូចនិងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈនៅពេលយប់បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋពេលនោះកម្លាំងជំនាញបានប្រមូលក្មេងៗទាំងអស់នោះសរុបមានចំនួន24នាក់ស្រីចំនួន4នាក់មកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសាកសួរកម្លាំងជំនាញពិនិត្យឃើញថាក្រុមក្មេងៗទាំងអស់ខាងលើមកពីតាមបណ្ដាស្រុកក្រុងចំនួន4កម្លាំងជំនាញបានធ្វើតេស្តស្វែងរកសារធាតុញៀនជាលទ្ធផលមានដូចខាងក្រោមវិជ្ជមានចំនួន4នាក់ប្រុសនិងអវិជ្ជមានចំនួន20នាក់ស្រី4នាក់ចំពោះអ្នកគ្មានផ្ទុកសារធាតុញៀនកម្លាំងជំនាញបានធ្វើកិច្ចសន្យាអប់រំនិងបានប្រគល់ទៅឲ្យអាណាព្យាបាលមកធានាត្រឡប់ទៅលំនៅឋានវិញដោយឡែកអ្នកមានផ្ទុកសារធាតុញៀនទាំង4នាក់ប្រុសកម្លាំងជំនាញកំពុងអនុវត្តនីតិវិធីបន្តស្នងការដ្ឋាននគរបាលខេត្តក៏សូមសំណូមពរមួយស្នើសុំឲ្យអាណាព្យាបាលសូមធ្វើការណែនាំអប់រំកូនរបស់ខ្លួនឲ្យបានល្អនិងចូលរួមគ្រប់សកម្មភាពជាមួយសមត្ថកិច្ច2បើបងប្អូនប្រជាពលរដ្ឋទទួលបានព័ត៌មានឬដំណឹងពាក់ព័ន្ធក្មេងទំនើងធ្វើសកម្មភាពផ្សេងៗសូមរាយការណ៍មកទូរស័ព្ទប្រចាំបញ្ជាស្នងការដ្ឋាននគរបាលខេត្តដែលមានលេខទូរស័ព្ទ097 77 80 021 3រកការរាយការណ៍របស់បងប្អូនប្រជាពលរដ្ឋសមត្ថកិច្ចគឺធានាលក្ខការសម្ងាត់ជូនដើម្បីលុបបំបាត់ក្មេងទំនើងនៅក្នុងមូលដ្ឋានរាយការណ៍ពីខ្ញុំបាទសុផាផ្ទះវត្តគោមានសេវាកម្មដូចជាបន្ទប់ស្នាក់នៅទំនើបបម្រើសេវាម្ហូបពេលព្រឹកពេលថ្ងៃត្រង់ពេលល្ងាចម្ហូបខ្មែរអាស៊ីនិងអឺរ៉ុបមានអាំងហែលទឹកម៉ាស្សានិងមានរៀបចំកម្មវិធីអាហារពិសេសសម្រាប់គូស្វាមីភរិយាថ្មីក្រេបទឹកឃ្មុំទទួលទានស្រាសម្បាញនាថ្ងៃរំលឹកនៅវាលស្រែបដិសណ្ឋារកិច្ចគ្រប់អតិថិជនចម្រុះជាតិសាសន៍មានអាសយដ្ឋានផ្ទះលេខ221ភូមិបុរាណនៃភូមិវត្តគោក្រុងខេត្តបាត់ដំបងលេខទូរស័ព្ទ017 555 377ព័ត៌មានជាតិក្រុមក្មេងទំនើងរហស្សនាមវត្តក្នុង WK មុខសាលាអនុវត្តកម្លាំងនគរបាលរាជធានីភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនបាន7នាក់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបង្ក្រាបក្រុមក្មេងទំនើងរហស្សនាមវត្តក្នុង WK មុខសាលាអនុវត្តដែលឃាត់ខ្លួនបាន7នាក់ករណីប្រើប្រាស់អំពើហិង្សាក្នុងប្រតិបត្តិការនោះដោយអនុវត្តតាមបទបញ្ជា
ផ្ទាល់ពីលោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញសូមជម្រាបជូនថាក្រុមក្មេងទំនើងទាំងនោះបានប្រើប្រាស់ហិង្សាដោយចេតនាដោយបានយកដុំថ្មស្បែកជើងមួកសុវត្ថិភាពដេញគប់និងវាយគ្នាទៅវិញទៅមកប្រព្រឹត្តនៅចំណុចលើសួនច្បារមុខសាលាអនុវត្តផ្លូវប្រសេអនុសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញឈានចូលថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 2:30 នាទីជនសង្ស័យ7នាក់ជាក្មេងទំនើងឈ្មោះវត្តក្នុង WK រួមមាន1ឈ្មោះប៉ិនលីហៃភេទប្រុសកើតឆ្នាំ2007 2ឈ្មោះឡុងសេតកុលភេទប្រុសកើតឆ្នាំ2007 3ឈ្មោះឈិនវ៉ាន់ឈីវភេទប្រុសកើតឆ្នាំ2007 4ឈ្មោះសនសុវណ្ណរាភេទប្រុសកើតឆ្នាំ2007 5ឈ្មោះលាស់ពេជ្រភេទប្រុសកើតឆ្នាំ2007 6ឈ្មោះមិត្តរដ្ឋាភេទប្រុសកើតឆ្នាំ2007 7ឈ្មោះនៅសុវណ្ណមករាភេទប្រុសកើតឆ្នាំ2007 បច្ចុប្បន្នក្រុមក្មេងទាំងនេះត្រូវបានការិយាល័យជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធីរាយការណ៍ពីខ្ញុំបាទសុផាស្នាដៃនារីខ្មែរសាឡនជាមួយនឹងអភិវឌ្ឍសេចក្តីស្រឡាញ់ទំនុកចិត្តព័ត៌មានអន្តរជាតិឥណ្ឌូនេស៊ីនឹងបិទអណ្ដូងរ៉ែមាសខុសច្បាប់ចំនួន 1,400 ទីតាំងនៅក្នុងឧទ្យានជាតិប្រទេសឥណ្ឌូនេស៊ីកំពុងចាប់ផ្ដើមយុទ្ធនាការទ្រង់ទ្រាយធំមួយដើម្បីកម្ទេចអណ្ដូងរ៉ែមាសខុសច្បាប់ប្រហែល 1,400 ទីតាំងនៅក្នុងតំបន់ឧទ្យានជាតិ Mount Halimun Salak ក្នុងស្រុក Sukabumi ខេត្ត West Java លោក Rodinto Saragi ណាពិទូនាយកនៃក្រសួងព្រៃឈើឥណ្ឌូនេស៊ីសម្រាប់ការអនុវត្តបទល្មើសព្រៃឈើបាននិយាយថាសកម្មភាពរុករករ៉ែខុសច្បាប់គឺផ្ដល់ផលប្រយោជន៍សម្រាប់តែអ្នកវិនិយោគប៉ុណ្ណោះមិនមែនសម្រាប់ប្រជាជនក្នុងស្រុកដែលធ្វើការក្នុងអណ្ដូងរ៉ែនោះទេរដ្ឋាភិបាលកំពុងគ្រប់គ្រងភាពជាដៃគូវិជ្ជមានប៉ុន្តែមិនមែនជាការបំផ្លាញនឹងការកេងប្រវ័ញ្ចធម្មជាតិនោះទេការជីកយករ៉ែមាសខុសច្បាប់ជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលបណ្ដាលឲ្យមានការកាប់បំផ្លាញព្រៃឈើការបំពុលទន្លេការបាត់បង់ធនធានធម្មជាតិចំណុចក្តៅសម្រាប់ការជីកយករ៉ែមាសខុសច្បាប់ត្រូវបានប្រមូលផ្ដុំនៅ Jambi West Kalimantan Central Sulawesi តំបន់មួយចំនួននៅ Maluku និងឧទ្យានជាតិមួយចំនួនដូចជា Halimun Salak ជាដើមរាយការណ៍ដោយខ្ញុំបាទពិសិដ្ឋដំណឹងពិសេសដល់អតិថិជនដែលតែងតែគ្រប់គ្រងលើសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនវរៈមុនថាំឥឡូវនេះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 5% ភ្លាមតែម្ដងនៅពេលដែលលោកអ្នកធ្វើការទិញសំបុត្រតាមរយៈកម្មវិធី VET និងគេហទំព័រ www.waramuntham.com ព័ត៌មានអន្តរជាតិរដ្ឋាភិបាលថៃបានលាក់បាំងតួលេខស្លាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេសថៃក្នុងរយៈពេលជាច្រើនទសវត្សរ៍បានសម្លាប់មនុស្សចំនួន224នាក់និងបានប៉ះពាល់ដល់ 3/4 នៃប្រទេសយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថាទឹកជំនន់ក្នុងរយៈពេល2ខែកន្លងមកនេះបានបំផ្លាញខេត្តចំនួន58ក្នុងចំណោមខេត្តចំនួន77របស់ប្រទេសថៃដែលក្នុងនោះខេត្តចំនួន25ត្រូវបានលិចទាំងស្រុងដោយបានបំផ្លាញផ្ទះសម្បែងនិងតំបន់លំនៅឋានប៉ុន្តែតាមតួលេខរបស់រដ្ឋាភិបាលថៃនៅថ្ងៃសៅរ៍ទី29ខែវិច្ឆិកាបានឲ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅភាគខាងត្បូងនៃប្រទេសបានកើនឡើងច្រើនជាង160នាក់ក្នុងនោះខេត្តមួយដែលស្ថិតនៅជាប់ព្រំដែនជាមួយម៉ាឡេស៊ីមានអ្នកស្លាប់ច្រើនជាងគេថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានអ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស៊ីរិភុងអង្គការសហគមន៍ជាតិបានគូបញ្ជាក់ដូចនេះថាចំនួនអ្នកស្លាប់សរុបនៅទូទាំងខេត្តចំនួន7មាន162នាក់ក្នុងនោះរួមមាន126នាក់ដែលបានស្លាប់នៅក្នុងខេត្តសង្ខឡាគូបញ្ជាក់ថាអាជ្ញាធរថៃនៅថ្ងៃសៅរ៍ដែលបានចាប់ផ្ដើមប្រតិបត្តិការបោះសម្អាតទ្រង់ទ្រាយធំនៅតំបន់ភាគខាងត្បូងនៃប្រទេសថៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអនុทิនច័ន្ទវីរកុលបានសុំទោសដល់ប្រជាជនរងគ្រោះអំឡុងធ្វើដំណើរទស្សនកិច្ចទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសខ្លួនដោយសារទឹកជំនន់នៅក្នុងស្រុកហាត់យ៉ៃដែលរងគ្រោះធ្ងន់ធ្ងរជាងគេកាលពីថ្ងៃសុក្ររដ្ឋាភិបាលថៃក៏បានប្រកាសផងដែរពីការផ្តល់ជំនួយបន្ទាន់សម្រាប់តំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងនោះរួមមានទាំងការផ្តល់សំណងជាទឹកប្រាក់
2លានបាតឬស្មើនឹង$62,000 សម្រាប់ក្រុមគ្រួសារដែលមានសមាជិករបស់ខ្លួនដែលបានស្លាប់រាយការណ៍ដល់ខ្ញុំបាទពិសិដ្ឋ ដើម្បីទទួលបានព័ត៌មានថ្មីៗចុងក្រោយទាន់ហេតុការណ៍និងច្បាស់លាស់នៅព័ត៌មានជាតិនិងអន្តរជាតិដោយផ្ទាល់ទៅកាន់ទូរស័ព្ទដៃរបស់លោកអ្នកដោយគ្រាន់តែវាយពាក្យនគរ Dragon News នៅលើ App Store សម្រាប់ទូរស័ព្ទ iPhone និងនៅលើ Play Store សម្រាប់ទូរស័ព្ទ Android បន្ទាប់មកធ្វើការ download ជាការស្រេច